បាទខ្ញុំជឿថាម្សិលមិញនឹងថ្ងៃនេះបងប្អូនបានជ្រាបហើយតាក់ទងជាមួយនឹងការហាមឃាត់នៃការចេញនៅប្រភេទវីសាអន្តរប្រវេសន៍ទៅដល់ប្រទេសចំនួន75ប្រទេសហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរឃើញថាមានបងប្អូនដែលជាអតិថិជនដែលបានដាក់ហើយនឹងអ្នកដែលកំពុងចាប់អារម្មណ៍គាត់បានសាកសួរមកច្រើនអញ្ចឹងដើម្បីបង្កភាពងាយស្រួលឬក៏ផ្ដល់ព័ត៌មានបន្ថែមឲ្យបងប្អូនកាន់តែច្បាស់ខ្ញុំសូមធ្វើវីដេអូនេះហើយសង្ឃឹមថាបងប្អូនស្ដាប់ដល់ចប់ហើយទទួលបានចំណេះដឹងល្អៗទាក់ទងជាមួយនឹងការងារអន្តរប្រវេសន៍នេះបាទតាមពិតទៅការដែលគេផ្អាកនៅក្នុងការចេញទឹកដីការសម្រាប់កម្មវិធីឬក៏វីសាអន្តរប្រវេសន៍ហ្នឹងគឺមិនមែនជាលើកទី1ទេវាជារឿងដែលកើតឡើងប្រហែលដងហើយនៅក្នុងប្រវត្តិសាស្ត្រនៃការចេញវីសាហ្នឹងហើយក៏វាមិនមែនជារឿងមួយចម្លែកដែរហើយសួរថាតើវិធានការដែលទើបតែចេញហ្នឹងវាមានការប៉ះពាល់ទៅដល់កម្មវិធី EB3 EB1 EB2 EB3 EB4 EB5 គឺប្រភេទ Visa Immigration ហ្នឹងយ៉ាងណាវាពិតជាមានការប៉ះពាល់សម្រាប់អ្នកដែលកំពុងតែនៅដំណាក់កាលចុងក្រោយដំណាក់កាលនៃការសម្ភាសន៍ត្រៀមទទួលយក Visa ហ្នឹងបាទគឺគេអត់ទាន់ចេញ Visa ទេបើទោះជាបងប្អូនសម្ភាសន៍ហើយជាប់ក្រោយគេថាទុកសិនរហូតដល់មានការណែនាំឬក៏មានសេចក្តីណែនាំពេលក្រោយប៉ុន្តែតកតងជាមួយនឹងដំណើរការនៃការស្នើសុំវិញគឺនៅដំណើរការទៅតែមានន័យថាបងប្អូននៅតែដាក់ពាក្យស្នើសុំទៅតាមដំណាក់កាលមួយបានដូចគ្នាបាទតាមធម្មតាហើយអត់មានការរាំងស្ទះទេតកតងនឹង priority date បាទគឺនៅដំណើរការតាមធម្មតាហើយតកតងមួយកម្មវិធី EB5 វិញការចេញ Visa EB5 មិនតមាន backlog ទេមានន័យថាវានៅ current ដល់ឡើយអញ្ចឹងក៏មានការរងចាំដែរតែបើសិនជាបងប្អូនដូចខ្ញុំលើកខាងដើមអញ្ចឹងដល់ដំណាក់កាលដែលគេត្រូវចេញ Visa ប្រហែលជាត្រូវរងចាំរហូតដល់មានការណែនាំផ្សេងទៀតអញ្ចឹងសួរថាតើអ្នកដែលមិនទាន់បានដាក់ពាក្យហ្នឹងគាត់អាចដាក់ពាក្យបានគឺនៅបានធម្មតាដែរនៅ DOL Department of Labor ហើយនៅ USCIS គឺនៅដំណើរការធម្មតាបើអត់មានការផ្អាកទេដំណើរការសម្ភាសន៍នៅតាមស្ថានទូតមួយចំនួនក៏គេនៅតែធ្វើធម្មតាដែរគ្រាន់តែថាទោះជាយើងជាប់ក៏ដោយក៏គេមិនទាន់ចេញ Visa ឲ្យដែរបាទរងចាំមានការណែនាំគឺចេញ Visa ឲ្យតែម្ដងអញ្ចឹងសម្រាប់បងប្អូនដែលមានការព្រួយបារម្ភបាទពីការព្រួយបារម្ភព្រោះនេះគឺជាការផ្អាកបាទគឺជាការផ្អាកបណ្ដោះអាសន្នមិនមែនជាការលុបចោលទេបាទអញ្ចឹងបងប្អូនក៏មានការព្រួយបារម្ភហើយអ្វីដែលបងប្អូនត្រូវធ្វើតាមការអង្កេតតខ្លួនបាទនឹងបទពិសោធន៍ដែលខ្ញុំទទួលបានកន្លងមកនេះគឺអាចនឹងមានការរឹតបន្តឹងអញ្ចឹងបងប្អូនដែលត្រៀមខ្លួនក្នុងការដាក់ពាក្យទៅឬក៏បានដាក់ពាក្យហើយបងប្អូនត្រូវតែត្រៀមទី1ទាក់ទងទៅលើសុខភាពបាទសុខភាពបងប្អូនមិនគួរជាមនុស្សដែលលើសទម្ងន់ឬមួយក៏មានជំងឺរ៉ាំរ៉ៃដែលជាបន្ទុករបស់ខាងរដ្ឋាភិបាលរបស់ប្រទេសពូយើងមើលព័ត៌មានម្សិលមិញហ្នឹងគឺគេផ្ដោតធ្ងន់បាទផ្ដោតខ្លាំងទៅលើអ្នកដែលទៅដល់ទីនោះខ្លាចទៅជាបន្ទុករបស់រដ្ឋាភិបាលរបស់គេបាទហៅ public charge ខ្ញុំឃើញថាប្រហែលជាអាចប៉ះពាល់ខ្លាំងទៅដល់Visa និងការធានាពុកម្ដាយដូចបងប្អូនដឹងហើយសម្រាប់បងប្អូនមួយចំនួនដែលគាត់មានចំណូលមិនច្រើនខ្លាំងបាទមកលំមហ្នឹងបើសិនជាគាត់មិនអាចគ្រប់គ្រងទៅដល់ឪពុកម្ដាយគាត់ឲ្យគាត់នឹងធានាហ្នឹងអាចនឹងការមានការលំបាកខ្លាំងដោយសារតែឪពុកម្ដាយហ្នឹងគាត់ទៅដល់ទីនោះគឺគាត់មានអាយុច្រើនគាត់អត់មែនជាធ្វើការមានលុយបង់ពន្ធចូលរដ្ឋទេអញ្ចឹងគឺគាត់ទៅភាគច្រើនគឺពឹងផ្អែកទៅលើសេវាបរិបទតែសម្រាប់បងប្អូនដែលនៅ EB3 វិញគឺទី1បងប្អូនគួរតែថែរក្សាសុខភាពជៀសវាងនៅការមានជំងឺមួយចំនួនដែលជាជំងឺរ៉ាំរ៉ៃដែលជាបន្ទុកក្នុងការចំណាយរបស់ខាងរដ្ឋាភិបាលហើយមួយវិញទៀតជាយោបល់ផ្ទាល់ខ្លួនរបស់ខ្ញុំទេបាទគ្រាន់តែបងប្អូនពិចារណាគឺបងប្អូនគួរតែបង្កើនសមត្ថភាពភាសាអង់គ្លេសសម្រាប់បងប្អូនខ្លះគាត់នៅខ្សោយភាសាអង់គ្លេសដោយសារមានបងប្អូនមួយចំនួនសួរខ្ញុំថាឃើញគេអត់ចេះភាសាអង់គ្លេសក៏គេដាក់ពាក្យបានដែរតាមពិតគេមិនកំណត់ទេប៉ុន្តែបងប្អូនត្រូវគិតថារវាងអ្នកប៉ាកែអ្នកងាយនិយាយគ្នាស្ដាប់បាននិងនិយាយស្ដាប់គ្នាស្ដាប់បានតើគេចង់បានមួយណាបាទទី1ហើយបងប្អូនក៏មិនខ្លាចជាបន្ទុករបស់ក្រុមគ្រួសារដែរខ្ញុំសូមលើកឧទាហរណ៍ថាប្រសិនបើបងប្អូនមិនចេះភាសាអង់គ្លេសមិនចាំបាច់ថាប៉ាកែទេគឺយើងអាចនិយាយស្ដាប់គ្នាបានប្រចាំថ្ងៃហ្នឹងហើយបងប្អូនអត់ចេះនិយាយស្ដាប់គ្នាអត់បានហើយបងប្អូនឈឺទៅពេទ្យតែគេថាម៉េចបាទនេះគ្រាន់ជាការយល់ឃើញរបស់ខ្ញុំទេហើយមួយវិញទៀត
chỉ thom na đấy bờ sân chỉ dương ọt che so dương lùm ba nó không ca chỉ chơi cái cứ bảo này chơi hai ban còn hôn global visa dương tay để miên chạm khâu phải say mưa trong một chuyện này dương khơi tha viên là miên cao làm ba bờ sân chia cũng được pho bỏ bom ôn mình cũng được tiếp thăng pay bờ tu bay gì ca nghe EBC chỉ ca nghe mình miên chụp lên cái đó chứ ban global visa cái miên lạc khăn cái bờ sân chia nè nu riêng mình cho bạn độc tế cứ dương ọt tatu thế hồi dương mưa khơi tha viên làm ba còn ai nhưng làm ba là về để còn đấy hayไปđể quát chấp con tra ca nghĩ có ai nhưng mà bao ca thì chỉ ca có America nghĩ thứ quát ai của chôm nước mốc chỉ muốn nâng ca pra nơi pension rồi còn nơi lui để rắc ra ba cái thứ đó nói nè chỉ bằng tốc bỏ cái chân xem bom ô này ban đã hỏi phần thân mặt phim bọc luôn bà hai nắng hai xa soกับphim chia sẻ chúng khơi min bom ôn mà chuẩn luôn này quát min côn chán bà min côn chán hết bỏ sân chỉ quát min ca bay bạ khổ xa tiếc quát tay tầm này anh chỉ muốn nâng côn quát hơn chứ ca nghe unskilled worker nó cứ trong nó bị bác nông ca cấp krong bà nông ca com tao taoสมาชิกครูซาquát đại miền côn tràn chẳng chẳng bỏ sân chỉ bom ôn nông lạng sang đấy trong lực chơi bom ôn bị ngày tới cứ cu đại miền ca sọt xăm rắc môi trong nó này bà kê mình tiêm tiếp bật tay dương cu đại miền làm vậy bằng hai tháng dương miền hay làm thô răng mom pro nông ca com tro com cú sa bảo trường hay cả lực là nick con là chiaผมนัดปอกคนบอกชมเต้บ่าจึงบ่สนิบองโอนกัดห้าเอาไว้อยากชมใจเลยนี่ซ้อมแฮดพอบองโอนไอทาร์วอตทางบ้านให้ส้มเชียร์ห้า EB3 EB5 EB กรุ๊ปยางคือเกตำนาการทอมนะกรอนใต้วิสาเกมมันตอนจริงนะลงไปนี่ให้บ่สนจีเมียนปอดมีในอัปเดตมาแทนเตี้ยชมหนังเธอวิดีโอกลางๆในใบทางการแจมรายเตี้ยบ่าสมองคน